ជំរាបសួរបងប្អូនលោកស្រីដែលតែងតែនិយមតាមដានទៅលើទីផ្សារធំជាពិសេសតាមដានទៅលើការវិភាគតម្លៃហាងឆេងមាសនិងទីផ្សារបដូរប្រាក់ដោយខ្ញុំបាទសរឿនបងប្អូនលោកស្រីខ្ញុំសូមធ្វើការអាប់ដេតជូនបងប្អូនលោកស្រីទាំងនៅ page ឬជាក្រុមហ៊ុន BSC Capital និងជាអតិថិជនរួមទាំងបងប្អូនលោកស្រីដែលតែងតែតាមដានតាក់ទងទៅនឹងអាសន្នភាពទីផ្សារយើងឃើញថាតម្លៃហាងឆេងមាសបានមានការកើនឡើងតាំងពីថ្ងៃម្សិលថ្ងៃមុននេះហើយម្សិលមិញបន្ទាប់ពីរបាយការណ៍សេដ្ឋកិច្ចពីហាងសហរដ្ឋអាមេរិកមិនមានភាពល្អប្រសើររបាយការណ៍លក់រាយរបាយការណ៍ចាយវាយរបាយការណ៍ផលិតកម្មសុទ្ធតែបង្ហាញអំពីការថមថយនិងធ្លាក់ចុះនៃសេដ្ឋកិច្ចអាមេរិកដែលជំរុញឲ្យធនាគារកណ្ដាលនោះសម្រាប់ចាត់កាន់តែលឿនទៅលើការកាត់បន្ថយអត្រាការប្រាក់ហើយជាទូទៅការកាត់បន្ថយអត្រាការប្រាក់វានឹងជះឥទ្ធិពលដោយផ្ទាល់ទៅលើអត្រាប្តូរប្រាក់ជាពិសេសលុយដុល្លារឲ្យថមថយនឹងតម្លៃរបស់ខ្លួននឹងរុញឲ្យហាងឆេងមាសនោះដែលគិតហាងឆេងជាឡាក្នុងទីផ្សារអន្តរជាតិមានការកើនឡើងខណៈដែលទីផ្សារអ្នកជួញដូរទាំងអស់នៅក្នុងពិភពលោកកំពុងតែរងចាំមើលផងដែរទាក់ទងការវិវត្តទូទៅនៃស្ថានភាពសង្គ្រាមនៅយូក្រែនតើយូក្រែននឹងទទួលយកសំណើផែនការសន្តិភាព28ចំណុចដែលរួមមកត្រឹម19ចំណុចដោយភាគីនៃសហរដ្ឋអាមេរិកដែរឬទេដែលសហរដ្ឋអាមេរិកលោក Donald Trump គាត់បានដាក់កំណត់ពេលវេលាយ៉ាងយូរត្រឹមថ្ងៃសេងគីវិនឬក៏ថ្ងៃសុក្រនេះថ្ងៃផនអាមេរិកឬអាចថ្ងៃសុក្រនៅកម្ពុជានឹងដឹងដំណឹងអំពីផែនការសន្តិភាពដែលអ៊ុក្រែនត្រូវតែកាត់ទឹកដីបាទមួយចំណែកប្រហែលជា20%ទៅឲ្យរុស្ស៊ីដែលគាត់បានកំពុងវាយកាន់កាប់នេះជារឿងមួយដែលធ្វើឲ្យអ្នកជំនួយទីផ្សារហិរញ្ញវត្ថុទន្ទឹងរង់ចាំដែរវារឿងនេះមិនច្បាស់ទាំងស្រុងទេថានឹងត្រូវទទួលយកអំពីផែនការនេះហើយមុននេះខ្ញុំក៏បានធ្វើការ live បន្តផ្ទាល់នៅ page BSA Capital ដែរនៅក្រុមហ៊ុនដែលនិយាយបានតាក់ទងទៅនឹងផែនការ19ចំណុចការសង្រួមមកត្រឹម19ចំណុចនោះថាវាបែបណាយ៉ាងណាក៏ដោយតម្រុយនៃព័ត៌មាននេះគឺជាចលករមួយផ្នែកដែលដាក់សម្ពាធឲ្យតម្លៃហាងឆេងមាសជាទ្រព្យសម្បត្តិភាពនឹងអាចប្រឈមនៅក្នុងការលក់បញ្ចេញចោលបើសង្គ្រាមនៅតែបន្តវានឹងមានការជិះដូរនឹងឡើងវិវត្តជាធម្មតាព្រោះអត្រាការប្រាក់ចាប់បានចុះថោកប៉ុន្តែបើសិនជាផែនការនេះពិតជាទៅរួចមែននោះតម្លៃហាងឆេងមាសគឺនឹងមានការសត់ចុះយ៉ាងគំហុកវិញនៅថ្ងៃចុងសប្តាហ៍នេះដូចនេះជាយោបល់របស់ខ្ញុំសម្រាប់ការទិញមាសគីឡូឬកក់អង្ក្រៅឥឡូវនេះគឺមិនសូវជាល្អប្រហែលទេហើយបើកាន់រូបិយបានដុល្លារក៏មិនសូវជាល្អប្រហែលដែរតែថាដុល្លារតាមរយៈព័ត៌មានតាំងម្សិលមិញហើយថ្ងៃនេះក៏ដូចគ្នាដែរព័ត៌មាន unemployment claim អ្នកបាត់បង់ការងារធ្វើប្រចាំសប្តាហ៍រួមទាំងរបាយការណ៍វិជាទិញវត្ថុធាតុដើមយកប្រើប្រាស់ក្នុងឧស្សាហកម្មក៏ឃើញថាព្យាករណ៍មិនល្អទេដែលជំរុញឲ្យដុល្លារនោះមានការចុះថោកបន្ថែមទៀតយ៉ាងណាក៏ដោយដែនកំណត់ឬក៏តម្លៃនៃការកើនឡើងរបស់ហាងឆេងមាសគឺនាងត្រឹងតាមទីផ្សារអឺរ៉ុបមកនេះក្រោម4200ដុល្លារក្នុងមួយអោនជារបស់ខ្ញុំគួរតែរងចាំមើលតម្លៃសតចុះបន្តិចមកវិញនៅក្នុងទីផ្សារហិរញ្ញវត្ថុមុនធ្វើការទិញឡើងមិនថែមទៀតបើថាតម្លៃនេះវាឡើងខ្ពស់ហើយព័ត៌មានធំក៏នឹងបាទចិត្តមកដល់ដែរការច្បាស់យើងទៅមើលការវិភាគបែបចែកផ្ទះបន្ថែមទៀតទៅដើម្បីឲ្យមានភាពងាយស្រួលក្នុងការជិះដូរទិញលក់នៅតម្លៃណាដើម្បីឲ្យទទួលបានផលចំណេញច្រើនយើងចាប់ផ្ដើមវិភាគទៅលើទីផ្សារហាងឆេងមាសដោយមើលទៅលើ graph candlestick ក្នុងរយៈកាល1ម៉ោងក៏ទៅតាមទីផ្សារអឺរ៉ុបម៉ោង7:05នេះទីផ្សារហាក់នៅត្រឹងតើវាមានការកើនឡើងអស់ប្រមាណជាង30ដុល្លារក្នុងមួយអោនឬក៏71%តាំងពីព្រឹកមិញមកម្លេះហើយខ្ញុំបានជម្រាបជូនការកើនឡើងគឺហាក់មានដែនកំណត់ខណៈដែលវាបានកើនឡើងដល់ resistance ទី1ហើយគៀកនឹងតម្លៃ4170ដុល្លារក្នុងមួយអោនសម្រាប់ជាបច្ចេកទេសជិះដូរខ្ញុំឲ្យតំបន់2ធំបាទតំបន់ខាងក្រោមក្រហមគឺជាតំបន់ support ហើយបន្ទាត់ Q2 ខាងលើគឺជាតំបន់ resistance ចឹងបើសិនជាបងប្អូនលោកស្រីចង់លក់នៅតម្លៃល្អបាទគួរលក់ក្នុងរង្វង់4170ហើយនឹងតម្លៃបន្ទាប់ទៀត4185ចុះក្រោមនេះគឺតម្លៃដែលយើងទូលក់ហើយតម្លៃទិញគឺនៅបន្ទាត់ក្រហមក្រោមពីនេះ4145ឬក៏លើនឹងតិចហើយចំណុចទី2នៅ4100អញ្ចឹងទិញបាននឹងតម្លៃល្អហើយបញ្ជាក់អញ្ចឹងលុយដុល្លារថយចុះព័ត៌មានមិនសូវល្អវាជំរុញឲ្យមាសមានការកើនឡើងណាដែលស្ថានភាពនយោបាយក៏មានភាពចម្រូងចម្រាសដែរគ្រាន់តែផែនការនៃការបញ្ចប់សង្គ្រាមឬរុស្ស៊ីក្រែនវាជាព័ត៌មានមួយដែលអាចដាក់សម្ពាធមិនឲ្យមាសនឹងមានការស្ទុះឡើងខ្លាំងពេកអញ្ចឹងជាយោបល់របស់ខ្ញុំបើសិនជាចង់ទិញគួរតែរងចាំតម្លៃធ្លាក់ចុះជានឹងបន្តិចល្អហើយបើហ៊ានshort sell គួរតែ short sell នៅតំបន់ Q2 ខាងលើនេះអាហ្នឹងគឺយើងមិនសូវជាប្រឈមហានិភ័យខ្ពស់ខ្លាំងពេកទេចេញបរិយាបល់ប៉ុណ្ណឹងបាទទិញតំបន់ក្រហមខាងក្រោមហើយលក់នៅតំបន់ខាងលើហើយមានការបែបបែបណាយើងធ្វើការអាប់ដេតនៅទីនេះទៀតជាពិសេសនៅក្នុង channel Telegram ដែលខ្ញុំបានដាក់ខាងលើបងប្អូនលោកស្រីដែលមើលវីដេអូនេះអាចចូលទៅក្នុង link channel Telegram ហ្នឹងទៅដើម្បីទទួលបានព័ត៌មានដូចជាអាប់ដេតស្ថានភាពផ្សេងៗនិងការវិភាគទៅលើហាងឆេងមួយចំនួនផងដែរចឹងខ្ញុំចាំលេខប៉ុណ្ណឹងយើងជួបគ្នាក្នុងពេលក្រោយទៀត
អរគុណម្ដងទៀតដល់បងប្អូនលោកស្រីដែលចូលមកតាមដានវីដេអូរបស់ខ្ញុំចែកម្លែកនៅទីនេះហើយបើសិនជាបងប្អូនលោកស្រីមានចម្ងល់តាក់ទងបាទទៅនឹងការជួញដូរវិនិយោគក្នុងទីផ្សារហិរញ្ញវត្ថុទីផ្សារពិហ៊ុនហាងឆេកមាសនិងទីផ្សារបដូរប្រាក់ឬក៏ចង់បាទទូបានការបរិញ្ញានិងចូលជាគ្រូ VIP ជាដើមបងប្អូនលោកស្រីអាចធ្វើការតាក់ទងមកកាន់ខ្ញុំបាទតដែលមានដាក់លេខទូរស័ព្ទនៅខាងលើ066 64និងក្រេ9 093 078 5010 យើងជួបគ្នានៅក្នុងពេលក្រោយទៀតសូមអរគុណនិងជំរាបលា